ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមានមុខសម្លថ្មីទៀតហើយបងប្អូនទាំងអស់គ្នាចាប៉ុន្តែមុននឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្លគឺខ្ញុំសូមបង្ហាញពីគ្រឿងផ្សំមួយចំនួនដែលខ្ញុំអាចស្វែងរកបាននៅជុំវិញផ្ទះរបស់ខ្ញុំចាអូនជិះចាបន្ទាប់ពីយើងរកគ្រឿងផ្សំគ្រប់ហើយយើងចាប់ផ្ដើមយកវាមកហាន់បងប្អូនទាំងអស់គ្នាចាហើយបន្តមកទៀតគឺយើងយកគ្រឿងដែលយើងបានហាន់នោះយកមកក្រឡុកចូលគ្នាចាបន្ទាប់ពីយើងបានក្លុកគ្រឿងយើងហើយយើងមកបេះស្លឹកម្កាក់យើងវិញម្ដងបងប្អូនចាស្លឹកម្កាក់គឺយើងបេះវាបែបនេះណាបងប្អូនទាំងអស់គ្នាចាយើងកុំយកអាខ្ចីពេកព្រោះអាខ្ចីពេកគឺវាអត់ជូរទេបងប្អូនទាំងអស់គ្នាហើយបើយកអាចាស់ពេកក៏អត់ទៅល្អដែរអញ្ចឹងយើងយកអាណាមកល្មមណាបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីយើងបេះវារួចហើយគឺយើងចាប់ផ្ដើមលាងទឹកបងប្អូនទាំងអស់គ្នាចាយើងលាង2ទឹកទៅបន្ទាប់ពីយើងលាងស្អាតរួចហើយគឺយើងចាប់ផ្ដើមយកមកកាត់ហើយចិញ្ច្រាំបងប្អូនទាំងអស់គ្នាចាយើងហាន់បែបនេះបងប្អូនទាំងអស់គ្នាយើងហាន់បែបនេះហើយបន្ទាប់មកយើងចិញ្ច្រាំវាទៀតនិយាយទៅគឺយើងច្រាំឲ្យម៉ត់ទេបងប្អូន
ចាបន្តពីយើងបានហាន់ជាមួយស្លឹកម្កាក់យើងរួចរាល់ហើយយើងមករៀបចំគ្រឿងយើងវិញម្ដងហើយលើនេះគឺយើងស្លបែបបន្ធម្មតាចាពីព្រោះជាទូទៅគេប្រើត្រីពោត្រីឆ្លាំងអីចឹងទៅតែលើកនេះខ្ញុំប្រើជាមួយក្បាលត្រីតាមុនដើម្បីបន្តគ្នាឆ្ងាញ់ប្លែកចាហើយនេះគឺស្លឹកម្កាក់ដែលយើងមកបេះនៅក្រោយផ្ទះបងប្អូនទាំងគ្នាចាស្លឹកម្កាក់គឺជូរបងប្អូនទាំងគ្នាប្រយ័ត្នអត់ដឹងថាស្លឹកម្កាក់ជូរច្រឡំដាក់អំពិលថែមទៀតចាគ្រឿងផ្សំជាច្រើនគឺខ្ញុំបេះតែជុំវិញផ្ទះឲ្យបងប្អូនទាំងគ្នាធម្មជាតិ 100% ចាហើយនេះគឺស្ករសជាមួយនឹងរ៉ូឌីហើយនឹងនេះគឺគ្រឿងចាគ្រឿងដែលយើងលាយចូលគ្នាមានខ្ទឹមមានស្លឹកគ្រៃស្លឹកក្រូចសើចចាបេះតែជុំវិញផ្ទះហ្នឹងបងប្អូនជាមួយនឹងប្រហុកហើយប្រហុកនេះខ្ញុំដាក់តែបន្តិចដែរបងប្អូនទាំងគ្នាចាអាជីណូម៉ូតូហើយជាមួយនឹងទឹកត្រីតើកុំឲ្យខាតពេលគឺយើងចាប់ផ្ដើមទៅចម្អិនទាំងអស់គ្នាចាហើយមុននឹងចាប់ផ្ដើមចម្អិនកុំភ្លេចឲ្យសោះត្រូវលាងត្រី3ទឹកសិនណាបងប្អូនទាំងគ្នាចាហើយត្រីនេះយើងលាងកុំច្របាច់វាខ្លាំងពេកបងប្អូនទាំងគ្នាលាងថ្នមដៃណាពីព្រោះសាច់ត្រីសាម៉ុនរៀងទន់ចាបើមិនជាយើងលាងខ្លាំងធ្ងន់ដៃទៀតវាទក់វល់ប្រហើយចាអញ្ចឹងយើងលាងថ្នមទៅបងប្អូនទាំងគ្នាចាថ្នមតែស្អាតណាបងប្អូនទាំងគ្នាចាយើងកាប់វាបែបហ្នឹងមកបងប្អូនទាំងគ្នាចាត្រីសាម៉ុនខ្ញុំចូលចិត្តញ៉ាំណាបងប្អូនទាំងគ្នាវាសាច់វាឆ្ងាញ់ខ្ទិះហើយវាសម្បូរអូមេហ្គា 3 ទៀតអូខេហើយមុននឹងយើងចាប់ផ្ដើមចម្អិនយើងត្រូវដាក់ឆ្នាំងយើងឲ្យវាក្តៅសិនបងប្អូនទាំងអស់គ្នាហើយយើងចាក់ប្រេងរបស់យើងហ្នឹងបន្តិចមកដើម្បីយើងលីងជាមួយគ្រឿងណាបងប្អូនទាំងគ្នានិយាយទៅយើងចាក់ប្រេងដើម្បីលីងគ្រឿងឲ្យឈ្ងុយចាបន្ទាប់ពីផ្ទះក្តៅហើយយើងចាក់ជាមួយនឹងគ្រឿងរបស់យើងចូលច្បល់ចូលគ្នាទៅបងប្អូនទាំងគ្នាយើងកូរទៅកូរមកទៅដើម្បីឲ្យគ្រឿងរបស់យើងឈ្ងុយហើយយើងកុំឲ្យខ្លោចឆ្នាំងរបស់យើងណាបងប្អូនចាបន្ទាប់ពីយើងឈ្ងុយហើយយើងដាក់ប្រហុករបស់យើងកូរជាមួយគ្រឿងចាហើយកន្លែងនេះគឺយើងចាក់ទឹកបន្តិចដើម្បីកុំឲ្យខ្លោចឆ្នាំងបងប្អូនគ្នាដើម្បីកូរលបាយគ្រឿងជាមួយនឹងប្រហុកហ្នឹងឲ្យបានសព្វល្អចាបន្តមកទៀតយើងដាក់ក្បាលត្រីតាមមុនចូលបងប្អូនគ្នាចាហើយកូររៀងថ្នមណាបងប្អូនគ្នាបើមិនចឹងទេគឺបែកវល់តែម្ដងយើងកូរទៅកូរមកដើម្បីឲ្យគ្រឿងនិងសាច់ត្រីខាំគ្នាបានល្អបងប្អូនអូខេបន្តមកយើងដាក់រ៉ូឌីបន្តិចណាបងប្អូនគ្នាដើម្បីឲ្យត្រីរបស់យើងមានជាតិហើយក៏យើងចាប់កូរបន្ថែមទៀតកូរថ្នមបងប្អូនទាំងអស់គ្នាចាបន្ទាប់មកយើងថែមទឹកតែម្ដងបងប្អូនទាំងអស់គ្នាយើងថែមទឹក500 ml មកចា
ចាបន្តមកយើងក្របវាទុកឲ្យវាពុះសិនបងប្អូនអរគ្នាចាបន្តពីវាពុះហើយយើងត្រូវស្រង់អាពពុះបងប្អូនអរគ្នាចាយើងស្រង់ពពុះនឹងចោលចាបន្តមកទៀតគឺយើងដាក់ជាមួយនឹងអាជីណូម៉ូតូជាមួយនឹងស្ករសទឹកត្រីបន្ទាប់មកគឺយើងកូរម្ដងទៀតដើម្បីឲ្យល្បាយទាំងហ្នឹងចូលគ្នាបានល្អដើម្បីយើងធ្វើការភ្លក់រសជាតិចាបន្ទាប់ពីយើងភ្លុះហើយដូចយើងស្ទើរទឹកត្រីយើងថែមទឹកត្រីបន្តិចជាមួយនឹងស្ករសបន្តិចនិយាយទៅគឺយើងយករសជាតិដែលយើងចង់បានណាបងប្អូនទាំងអស់គ្នាចាយើងឆ្ងាញ់រសជាតិបែបម៉េចយើងធ្វើបែបហ្នឹងទៅហើយយើងធ្វើការភ្លុកម្ដងទៀតដើម្បីប្រកាសថាវាត្រូវរសជាតិដែលយើងចង់បានហើយឬនៅរសជាតិអូខេហើយគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងស្លឹកម្កាក់បងប្អូនអរគ្នាចាយើងដាក់តែពាក់កណ្ដាលសិនបានហើយដើម្បីជៀសវាងដាក់ទៅគឺវាជូរពេកបងប្អូនអរគ្នាយើងដាក់តែមកសមល្មមរសជាតិដែលយើងចង់បានចាបន្ទាប់មកគឺយើងឲ្យតួវាចេញជាតិបន្តិចទៅបងប្អូនអរគ្នាចាបន្ទាប់មកយើងចាប់ផ្ដើមធ្វើការភ្លក់រសជាតិយើងភ្លក់រសជាតិម្ដងទៀតបងប្អូនអរគ្នាចាម្ដងមិនតាន់គ្រប់យើងភ្លក់លើកទី2ឃើញថារសជាតិរបស់យើងគឺអូខេហើយដូច្នេះការចម្អិនរបស់យើងគឺត្រូវបានបញ្ចប់ចាបងប្អូនទាំងគ្នាមកជួបគ្រឿងក្បាលត្រីតាមរបស់យើងបានចាន់រួចរាល់ហើយចាក៏បានធ្វើការភ្លក់រួចរាល់ជាស្រេចគឺឆ្ងាញ់អស្ចារ្យតែម្ដងបងប្អូនទាំងគ្នាចាដោយសារតែខ្ញុំអត់ញ៉ាំប្រភេទត្រីពោត្រីប្រៃអីបងប្អូនទាំងគ្នាព្រោះជាទូទៅគេស្លមកជួបគ្រឿងគេតែប្រើប្រាស់ជាមួយនឹងត្រីដែលអត់មានសកាអញ្ចឹងហើយខ្ញុំក៏ប្រើប្រាស់ជាមួយនឹងត្រីសាម៉ុនជំនួសចាព្រោះអត្តការដូចគ្នាហើយវាទៅរៀងគ្នាដែរប៉ុន្តែរសជាតិធានាថាប្លែកមាត់បងប្អូនទាំងគ្នាចាព្រោះអីត្រីសាម៉ុនរៀងខ្ទិះៗបងប្អូនទាំងគ្នាចាអាចសាកល្បងបានជាមួយនឹងណាសាណាណាប់ចិត្តណាប់បែបបងប្អូនទាំងគ្នាចាហើយបើចូលចិត្តវីដេអូរបស់ណាសាកុំភ្លេចជួយ like និង subscribe វីដេអូណាសាផងតាមកញ៉ាំបាយហើយបងប្អូនទាំងគ្នាចាញ៉ាំបាយក្នុងផ្ទះវាអត់ទៅឆ្ងាញ់អញ្ចឹងយើងញ៉ាំបាយខ្លែបរិយាកាសអញ្ចឹងណាបងប្អូនទាំងគ្នាចាដៅពេកអាកកមានតែចោលចាអញ្ចឹងតែបងប្អូនទាំងគ្នាគឺស្លមកជួរគ្រឿងក្បាលត្រីសាម៉ុនចាអាចសាកល្បងបានបងប្អូនទាំងគ្នាចាបាយបងប្អូនបាយឲ្យធំបងប្អូននៅជាតិចាពួកឯងនឹងខ្លាំងណាស់បងប្អូននិយាយទៅត្រីពោហើយនឹងត្រីត្រីពោហើយនឹងត្រីខ្លាំងអញ្ចឹងណាបងប្អូនទាំងគ្នាអភិធិចការតោះវាសបោខ្លាំងចាប៉ុន្តែនេះសបោអីអូមេហ្គា3បងប្អូនទាំងគ្នាតោះ
ក្នុងផ្ទះញ៉ាំអត់ឆ្ងាញ់ទុកទៅញ៉ាំហាក្តៅដៃផងទៅវាផងអូយញ៉ាំចូលភ្នែកហាក់ក្បាលវានោះជាតិណាបងប្អូនក្បោខ្លាំងក្បោអូមេហ្គា3ហើយរញ៉ាំក្បាលស្អីក្បាលទៅយ៉ាងហ្នឹងអាឆ្អឹងវាលឿនៗអាហ្នឹងទុនៗមែនហ្នឹងពេលពេលហ្នឹងមិនឡំណាទុន